សម្លម្ជូរផលិតនៅក្រៅផ្ទះនិយាយថាអូយសិតតែរបស់ធម្មជាតិស្លឆ្ងាញ់ណាស់បងប្អូនហើយប្រហុកស្រែនិយាយថាអូជាតិនោះជាតិលាងផលិតកាច់ឲ្យស្អាតចាប់ផ្ដើមមកលាងត្រីឲ្យស្អាតណាបងប្អូនត្រីខ្ញុំលាងអំបិលលាងគូឆ្មាអស់អំអិលតមកចាប់ផ្ដើមដាក់ខ្ទឹមជ្រុំប្រហុកមកប្រហុកនេះក៏ប្រហុកខ្លួនឯងដែរតមកដាក់កសាំងស្លម្ជូរផលិតដាក់កសាំងឆ្ងាញ់ណាបងប្អូនទឹកពុះក្រាក់ចាប់ផ្ដើមបង់ត្រីចូលហើយមិនបាច់កូរវាទេក្របវាមិនស្ទុះដូរពពុះចេញឲ្យអស់មកពពុះដោយសារដាក់ប្រហុករាងចាស់ទៅវាពពុះរាងច្រើនបន្តិចចឹងណាបងប្អូនអើយខ្ជះក្លិនប្រហុកឡើងឈ្ងុយពេញផ្ទះតែម្ដងសម្លម្ជូរផលិតដាក់កសាំងវាជូរជ្រះល្អតមកចាប់ផ្ដើមចាប់ផលិតដាក់ចូលមកផលិតខ្ញុំរៀងលោមតិចហើយដាក់រៀងច្រើនដោយសារចិត្តបន្លែចឹងស្លរួចរាល់ជាការស្រេចបងប្អូនអើយអត់មានអីពិបាកទេម្ជូរផលិតបងជីងវងហើយនេះចង់ប្លែកក្លិនដាក់ជីងវងម្ដងអត់ដាក់ម្អមទេដាក់ម្ទេសតិចមកអូហឹលឆ្ងាញ់ណាស់ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេបងប្អូនជួបនៅវីដេអូក្រោយបាយបាយ